រឿងក្តីប្រាថ្នារបស់កូនឫស្សីកាលដើមឡើយមានកូនឫស្សីមួយដើមមិនពេញចិត្តនឹងស្លឹករបស់វាសោះវាយល់ថាស្លឹករបស់វាមានរាងវែងហើយស្ទើរពេកទៀតថងវានិយាយថាវាចង់បានស្លឹកវាដូចមាសបើបានស្លឹកមាសទើបស្អាតឫក្ខទេវតាលីដូច្នោះក៏បានធ្វើឲ្យស្លឹករបស់វាคล้ายជាមាសដូចប្រាថ្នាកូនឫស្សីសប្បាយចិត្តណាស់ក្រោយមកនាងបុរសម្នាក់ដើរមកឃើញកូនឫស្សីមានស្លឹកមាសក៏បេះស្លឹកទាំងនោះយកទៅលក់ទាល់តែអស់កូនឫស្សីនឹកឃើញថាស្លឹកមាសមិនសមនឹងវាទេវាចង់បានស្លឹកដូចកញ្ចក់វិញរុក្ខទេវតាក៏ផ្ដល់ស្លឹកកញ្ចក់ឲ្យកូនឫស្សីដូចបំណងកូនឫស្សីពេញចិត្តណាស់ប៉ុន្តែមិនយូរប៉ុន្មានស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងថែមទាំងមានខ្យល់បក់បោកធ្វើឲ្យស្លឹកកញ្ចក់នោះបែកខ្ទេចខ្ទីអស់លើកនេះកូនឫស្សីផ្សងថាសូមឲ្យវាមានស្លឹកធំធំហើយមានពណ៌បៃតងដូចឈើឯទៀតវិញរុក្ខទេវតាក៏ជួយសម្រេចក្តីប្រាថ្នារបស់វាទៀតបន្តិចក្រោយមកសត្វពពែបានមកដល់ហើយស៊ីស្លឹកវាគ្មានសេះសល់កូនឫស្សីនិយាយថាស្លឹកដែលស័ក្តិសមនឹងខ្លួនវាមានតែស្លឹកចាស់របស់វាតែប៉ុណ្ណោះស្លឹកវែងស្ដើងដែលធម្មជាតិបង្កើតមកពិតជាសមចំពោះវាណាស់រុក្ខទេវតាក៏ធ្វើឲ្យកូនឫស្សីនោះមានស្លឹកដូចដើមវិញគំនិតអប់រំត្រូវចេះស្រឡាញ់អ្វីដែលខ្លួនមានអ្វីទាំងអស់នោះបង្កើតមកគឺសម្រាប់តែយើងនិងសក្តិសមចំពោះយើង